កម្ពុជាទទួលឥទ្ធិពលប្រយោលពីព្យុះទី18ឈ្មោះ Sodel ធ្វើឲ្យមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះនិងខ្យល់កន្ត្រាក់ពីថ្ងៃទី20ដល់ថ្ងៃទី22ខែសីហាក្រសួងធនធានទឹកនិងអូតូនិយមបានប្រកាសពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី20ដល់ថ្ងៃទី22ខែសីហាឆ្នាំ2026ដោយសារសម្ពាធទាបនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី18ឈ្មោះ Sodel ទោះបីជាកម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះនេះក្តីប៉ុន្តែវាបានបង្កឥទ្ធិពលលើរបបខ្យល់មូសុងនិរតីបណ្ដាលឲ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់ផ្គររន្ទះនិងខ្យល់កន្ត្រាក់ចំពោះតំបន់វាលទំនាបសីតុណ្ហភាពអបបរិមា25អង្សាសេអតិបរិមា35អង្សាសេល្បឿនខ្យល់បក់មកពីទិសនិរតីនិងពាយប់មានល្បឿនមធ្យម5ម៉ែត្រក្នុង1វិនាទីស្ថានភាពភ្លៀងខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងសៀមរាបកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងស្វាយរៀងតាកែវកណ្ដាលនិងរាជធានីភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 40% តំបន់ខ្ពង់រាបសីតុណ្ហភាពអបបរិមា24អង្សាសេអតិបរិមា34អង្សាសេល្បឿនខ្យល់បក់មកពីទិសនិរតីនិងបស្ចិមមានល្បឿនមធ្យម8ម៉ែត្រក្នុង1វិនាទីស្ថានភាពភ្លៀងខេត្តកំពង់ស្ពឺប៉ៃលិនឧត្តរមានជ័យព្រះវិហារក្រចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីជួរភ្នំដងរែកនិងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 60% តំបន់មាត់សមុទ្រសីតុណ្ហភាពអបបរិមា25អង្សាសេអតិបរិមា35អង្សាសេល្បឿនខ្យល់បក់មកពីទិសនិរតីនិងអាគ្នេយ៍មានល្បឿនមធ្យម7ម៉ែត្រក្នុង1វិនាទីស្ថានភាពភ្លៀងខេត្តកោះកុងព្រះវិហារកំពតកែបនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 70% ស្ថានភាពរលកសមុទ្រកម្ពស់រលកមធ្យមមានចាប់ពី 0.50 ម៉ែត្រដល់ 1.75 ម៉ែត្រហេតុដូចនេះហើយសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាននិងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិខាងលើនេះ